listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំអ៊ូបាណុងសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសៅរ៍ 7 កើតខែអាសត់ឆ្នាំវកអត្តស័កពុទ្ធសករាជ 2560 ដែលត្រូវនឹងថ្ងៃទី 8 ខែតុលាគ្រិស្តសករាជ 2016 ចា៎ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃអ្នកវិភាគថាគណៈបកជាប់ឆ្នោតទាំងពីរវិលទៅរកភាពប្រេះឆាជាថ្មីក្រុមយុវជននៅខ្វះថវិកាជាង $8,000 ទៀតដើម្បីបោះពុម្ពសៀវភៅទស្សនៈទានរបស់លោកបណ្ឌិតកែមលីរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចា៎ជាបន្តទៅនេះនាងខ្ញុំអ៊ូបាណុងសូមជូនព័ត៌មានពិស្ដាលោកនាងអ្នកស្ដាប់ជាទីមេត្រីអ្នកវិភាគលើកឡើងថាគណៈបកជាប់ឆ្នោតទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅតែប្រកាន់ជំហរលាបពណ៌គ្នានិងយកឈ្នះចាញ់ផ្នែកនយោបាយចាស់ការលើកឡើងរបស់អ្នកវិភាគនេះគឺនៅស្របពេលដែលគណៈបកប្រឆាំងបានប្រកាសភ្លាមៗធ្វើពហិការមិនចូលប្រជុំសភាជាបណ្ដោះអាសន្នកាលពីថ្ងៃសុក្រទី 7 ខែតុលាចាស់លោកទីនសាការីយ៉ាមានសេចក្តីរាយការណ៍តំណាងរាស្ត្រគណៈបកប្រឆាំងធ្វើពហិការមិនចូលប្រជុំសភាជាថ្មីម្ដងទៀតនេះត្រូវបានអ្នកវិភាគមើលឃើញថាអ្នកនយោបាយនឹងជះកម្ដៅដាក់គ្នាបន្តទៀតដែលនឹងគ្មានទេការបង្រួបបង្រួមគ្នារវាងគណៈបកជាប់ឆ្នោតទាំងពីរអ្នកខ្លំមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមានប្រសាសន៍ថាអ្នកនយោបាយខ្មែរនៅតែប្រកាន់ជំហរសងសឹកនិងយកឈ្នះចាញ់គ្នាដែលនឹងធ្វើឲ្យសង្គមកម្ពុជាបែកបាក់ពីមួយជំនាន់ទៅមួយជំនាន់លោកមាសនេះបញ្ជាក់ថាគណៈបកសង្គ្រោះជាតិគួរតែចូលប្រជុំសភាកាលពីថ្ងៃទី 7 តុលាដោយដែលផែនការរបស់ខ្លួនបានប្រកាសថានឹងចូលប្រជុំសភាជាមួយតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជានោះលោកមាសនេះសង្កត់ធ្ងន់ថាការទាញយកហេតុផលបាតកម្មនៅប្រទេសអូស្ត្រាលីប្រឆាំងលោកហ៊ុនម៉ាណែតហើយបកប្រឆាំងមិនចូលប្រជុំសភាខ្លាចមានបាតកម្មប្រើអំពើហិង្សាលើតំណាងរាស្ត្រដោយកាលពីខែតុលាឆ្នាំ 2015 នោះគឺបង្ហាញថាអ្នកនយោបាយខ្មែរនៅតែប្រើប្រាស់វប្បធម៌លាបពណ៌ដាក់គ្នាទុករឿងនឹងម្ដុំសិនហើយចូលទៅប្រជុំសិនទៅហើយយើងចាំមើលតើមានស្ថានភាពអីកើតឡើងទៀតទេឧទាហរណ៍ថាពេលចូលប្រជុំអញ្ចឹងបើគ្នាចេញមកវិញយើងឃើញស្ថានភាពដូចកាលពីមុនទៀតអាហ្នឹងយើងមានមេរៀនគ្រប់គ្រាន់ណាស់អាចសង្ងំនៅក្នុងការិយាល័យរដ្ឋសភាហ្នឹងទៅហើយប្រកាសប្រាប់សាធារណជនថាมันអាចចេញមកក្រៅបានដោយសារមានក្រុមអ្នកចាំប្រព្រឹត្តអំពើហិង្សានៅក្រៅអានោះវាមូលហេតុត្រឹមត្រូវហ្មងមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិលោកយមសវណ្ណថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី 7 តុលាថាគណៈបកសង្គ្រោះជាតិមិនធ្វើពហិការធ្វើការនៅក្នុងសភាទេប៉ុន្តែតំណាងរាស្ត្រគណៈបកប្រឆាំងនឹងពិចារណាលើការចូលប្រជុំសភានៅពេលខាងមុខទៀតអាស្រ័យលើស្ថានភាពជាក់ស្ដែងលោកយមសវណ្ណអះអាងថាការមិនចូលប្រជុំសភានៅថ្ងៃទី 7 តុលានោះដោយសារតែតំណាងរាស្ត្រគណៈបកប្រឆាំងរងការគំរាមកំហែងពីសុវត្ថិភាពព័ត៌មានចុងក្រោយដែលយើងបានទទួលពីប្រភពដែលអាចជឿជាក់បានឃើញថាមានការគំរាមកំហែងទៅលើតំណាងរាស្ត្រថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិអញ្ចឹងបានជាយើងធ្វើការប្រម៉ែប្រមូលព័ត៌មានព្រឹកមិញយើងជួបជុំគ្នាយើងធ្វើសេចក្តីសម្រេចរួមគ្នាថាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិទាំងអស់នឹងមិនទៅចូលរួមប្រជុំនៅថ្ងៃនេះទេហើយចំណែកការប្រជុំក្រោយៗទៀតយើងនឹងរងចាំមើលស្ថានភាពបន្តទៅទៀតការមិនចូលប្រជុំសភារបស់គណៈបកប្រឆាំងនៅពេលនេះដោយសារតែគណៈបកប្រឆាំងមានបទពិសោធន៍កាលពីថ្ងៃទី 26 តុលាឆ្នាំ 2015 បាតកោគាំទ្រគណៈបកប្រជាជនកម្ពុជាបានធ្វើបាតកម្មទាមទារទម្លាក់លោកកឹមសុខាចេញពីអនុប្រធានទី 1 នៃរដ្ឋសភាហើយបានប្រើអំពើហិង្សាលើតំណាងរាស្ត្រគណៈបកប្រឆាំងចំនួន 2 រូបគឺលោកញយចម្រើននិងលោកកុងសុភារងរបួសធ្ងន់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិបានធ្វើពហិការមិនចូលប្រជុំសភានៅក្រៅពីសមាជិកសភាគណៈបកប្រជាជនកម្ពុជាបានបោះឆ្នោតទម្លាក់លោកកឹមសុខាចេញពីអនុប្រធានទី 1 រដ្ឋសភាកាលពីឆ្នាំ 2015 ក៏ប៉ុន្តែកាលពីពេលថ្មីនេះគណៈបកប្រឆាំងបានសម្រេចចិត្តចូលប្រជុំសភាឡើងវិញដើម្បីបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាលោកយមសវណ្ណបញ្ជាក់ថាតំណាងរាស្ត្រគណៈបកប្រឆាំងនៅតែធ្វើកិច្ចការនៅក្នុងសភាទោះបីជាមិនចូលប្រជុំសភាពេញអង្គក្តី
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកហេងជ្រៀងមានប្រសាសន៍ថាការជះទឹកដាក់គ្នារបស់អ្នកនយោបាយនៅពេលនេះគ្មានអ្វីចំណេញដល់ជាតិទេលោកបញ្ជាក់ថាអ្នកនយោបាយត្រូវតែធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកខ្លះដើម្បីរកចំណុចរួមនិងដើម្បីបម្រើដល់ម្ចាស់ឆ្នោតពិតប្រាកដជាជនភ័យស្លន់ស្លោមិនដឹងថាអនាគតនយោបាយស្រុកខ្មែរយើងទៅយ៉ាងម៉េចទៀតមើលអ្នកនយោបាយឆ្លោះគ្នាអត់ឈប់យ៉ាងហើយពេលព្រៃក្រដល់ពេលនេះហើយទៅក៏ការទទួលកសិកម្មបានធ្វើកសិផលបានក៏តម្លៃនៃទីផ្សារក៏មិនសូវមានអ្នកតាមដានស្ថានភាពនយោបាយលើកឡើងថាការបោះបង់ការប្រជុំសភានៅពេលនេះរបស់គណៈបកប្រឆាំងអាចនឹងនាំឲ្យស្ថានភាពនយោបាយកាន់តែអាក្រក់ឡើងវិញពិសេសការបោះឆ្នោតឃុំសង្កាត់នឹងជិតមកដល់នៅឆ្នាំ2017ខាងមុខទោះបីជានេះក្តីនៃវិភាគលើកឡើងថាគណៈបកជាប់ឆ្នោតទាំងពីរស្ថិតនៅក្នុងភាពទាល់ច្រករឿងខ្លួនគឺគណៈបកប្រឆាំងហាក់ស្ថិតនៅក្នុងភាពលំបាកក្នុងការបំពេញតួនាទីរបស់ខ្លួនហើយប្រឈមនឹងការគំរាមកំហែងរីឯបកកាន់អំណាចវិញក៏រងសម្ពាធពីសហគមន៍អន្តរជាតិដូចគ្នាប្រសិនបើគណៈបកទាំងពីរនៅតែបង្កើនកម្ដៅនយោបាយដាក់គ្នាដូចនេះខ្ញុំទីនសាការីយ៉ាអាស៊ីសេរីពីរាជធានីភ្នំពេញចាលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរបដិញ្ញាថានឹងបោះពុម្ពសៀវភៅស្ដីពីទស្សនៈទានលោកបណ្ឌិតកែមលីដែលពួកគេខំចងក្រងនោះឲ្យទាន់បុណ្យគម្រប់100ថ្ងៃចាបើទោះជាយ៉ាងណាក្រុមអ្នកចងក្រងសៀវភៅនេះថាកំពុងតែខ្វះថវិកាជាង$8,000ដើម្បីដំណើរការបោះពុម្ពសៀវភៅនេះចាពួកគេអំពាវនាវដល់សប្បុរសជនជិតឆ្ងាយជួយជាបន្ទាន់ចាលោកថាកាត់ចារីកាពាក្យសម្ដីនិងស្នាដៃសរសេរនិពន្ធរបស់លោកកែមលីដែលកន្លងមកនៅរប៉ាត់រប៉ាយនៅតាមបណ្ដាញសង្គម Facebook និងនៅតាមប្រព័ន្ធផ្សព្វផ្សាយនោះត្រូវបានអតីតកូនសិស្សនិងមិត្តភ័ក្តិរបស់លោកបានរួមកម្លាំងគ្នាប្រមូលចងក្រងជាសៀវភៅរួចរាល់ហើយនៅឡើយខ្វះថវិកាបន្ថែមទៀតដើម្បីបោះពុម្ពសៀវភៅឲ្យចេញជារូបរាងឲ្យទាន់ពិធីបុណ្យខួបគម្រប់100ថ្ងៃសពបណ្ឌិតកែមលីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរក្រុងបោះពុម្ពសៀវភៅកម្រងទស្សនៈបណ្ឌិតកែមលីចំនួន 10,000 ក្បាលហើយមកដល់ពេលនេះបោះពុម្ពបាន 5,000 ក្បាលហើយនៅសល់ 5,000 ក្បាលទៀតក្នុងមួយក្បាលត្រូវចំណាយថវិកាអស់$3សរុបត្រូវចំណាយថវិកាអស់ចំនួន$30,000ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនិងជាសមាជិកក្រុមចងក្រងលោកមួងស៊ូនីអំពាវនាវដល់សប្បុរសជននានាឲ្យជួយឧបត្ថម្ភថវិកាបន្ថែមដើម្បីបោះពុម្ពស្នាដៃគតិបណ្ឌិតរបស់លោកកែមលីក្នុងគោលបំណងរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយឥឡូវនេះអ្វីដែលជាឧបសគ្គសម្រាប់យើងគឺយើងខ្វះថវិកាក្នុងការបោះពុម្ពហើយយើងប្រមូលបាន$21,900គឺវានឹងខ្វះ$8,100ទៀតវានឹងគ្រប់$30,000សម្រាប់ឲ្យយើងបោះពុម្ពចឹងអាចជាឧបសគ្គលោកមួងស៊ូនីបញ្ជាក់ថាសៀវភៅនេះក៏ត្រាទុកអំពីទស្សនៈទានរបស់បណ្ឌិតកែមលីជំវិញបញ្ហានយោបាយសេដ្ឋកិច្ចនិងសង្គមគិច្ចដែលបណ្ឌិតកែមលីបានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook និងចុះបង្រៀនផ្ទាល់ដល់យុវជននិងពលរដ្ឋនៅតាមមូលដ្ឋានសៀវភៅទស្សនៈទានបណ្ឌិតកែមលីបានបែងចែកជាពីរភាគដោយភាគមួយមានកម្រាស់ជាង200ទំព័រសមាជិកក្រុមចងក្រងសៀវភៅទស្សនៈទានបណ្ឌិតកែមលីនេះបញ្ជាក់ថាសៀវភៅនេះនឹងដាក់លក់ក្នុងតម្លៃ$5សម្រាប់ទីផ្សារក្នុងស្រុកនិង$20សម្រាប់ទីផ្សារក្រៅប្រទេសបញ្ជាក់ផងដែរថាថវិកានេះគឺយើងយកទៅ40%យើងយកជួយគន្ធបុប្ផាដើម្បីយើងជួយកុមារកម្ពុជាដែលរងទុក្ខលំបាកហើយនឹងឧទ្ទិសបុណ្យកុសលជូនលោកគ្រូហើយ40%ទៀតយើងជួយដល់សិស្សរបស់គាត់ដែលបន្តគម្រោង100រាត្រីនិងរឿងកោះទាំង64ហើយ20%ទៀតជួយក្រុមគ្រួសាររបស់គាត់បាទហើយមួយទៀតបន្ទាប់ពីបុណ្យសពនឹងចប់បើបងប្អូនចង់បានសៀវភៅហ្នឹងបងប្អូនអាចតាក់ទងទៅអ្នកដែលកាន់ថវិកាហ្នឹងគឺ092 900 120លេខហ្នឹងគឺកញ្ញាពេញសិលៈមួយទៀតលោកជាចត្រាលេខ015 94 99 48ការចងក្រងនិងបោះពុម្ពផ្សាយសៀវភៅកម្រងទស្សនៈទានបណ្ឌិតកែមលីគឺជាជំហានដំបូងនៃការប្រមូលផ្ដុំស្នាដៃរបស់បណ្ឌិតកែមលីកាលលោកនៅមានជីវិតក្រុមអ្នកចងក្រងបញ្ជាក់ថាជំហានបន្ទាប់របស់ពួកគេគឺការប្រមូលផ្ដុំការសិក្សាស្រាវជ្រាវទាំងឡាយរបស់បណ្ឌិតកែមលីដែលលោកធ្លាប់បានធ្វើឲ្យអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិព្រមទាំងស្ថាប័នរដ្ឋដើម្បីទុកជាឯកសាររឹងមាំសម្រាប់អ្នកចង់សិក្សាស្វែងយល់អំពីបញ្ហានានាដែលកំពុងកើតមាននៅកម្ពុជានិងដឹងអំពីដំណោះស្រាយបញ្ហាទាំងអស់នោះខ្ញុំថាកិត្យាស៊ីសេរីភ្នំពេញចាលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីរហូតមកដល់ថ្ងៃទី8តុលា 2016យុទ្ធនាការដោះលែងអ្នកទាំង5 Free the Fight ដែលបង្កើតឡើងដោយសម្ព័ន្ធអង្គការសង្គមស៊ីវិលបានដំណើរការ8សប្តាហ៍ហើយបើទោះបីជាមិនទាន់មានសញ្ញាបង្ហាញថារដ្ឋាភិបាលនឹងដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង5យ៉ាងណាក៏ដោយយុទ្ធនាការដោះលែងអ្នកទាំង5បានបន្តផ្ដល់កម្លាំងចិត្តដល់អ្នកទាំង5ដែលនៅជាប់ឃុំខ្លួននោះចាលោកស៊ុនហេងមានសេចក្តីរាយការណ៍
ក្រុមអង្គការសង្គមស៊ីវិលបានទទួលលិខិតលើកទឹកចិត្តឬក៏កាតប៉ូស្តាល់ចំនួន400សន្លឹកពីក្រុមសហគមន៍និងបណ្ដាមិត្តទាំងជាតិនិងអន្តរជាតិនៅក្នុងរយៈពេល8សប្តាហ៍កន្លងមកដែលនៅក្នុងលិខិតទាំងនោះមានពាក្យលើកទឹកចិត្តការដឹងគុណនិងការនឹករលឹកសម្រាប់ផ្ញើទៅឲ្យមន្ត្រីសិទ្ធិមនុស្ស5រូបដែលកំពុងស្ថិតនៅក្នុងពន្ធនាគារក្នុងចំណោមនោះតំណាងសហគមន៍នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យសរសេរក្នុងកាតប៉ូស្តាល់ទៅកាន់មន្ត្រីអាត6ដែលកំពុងជាប់ឃុំឃាំងដោយមានអត្ថន័យថាដីរបស់ប្រជាពលរដ្ឋ11គ្រួសារនៅក្នុងភូមិរបស់យើងត្រូវបានមន្ត្រីយោធារំលោភនៅចុងឆ្នាំ2007ខ្ញុំទៅរកអង្គការអាត6ដើម្បីសូមអន្តរាគមន៍អង្គការអាត6បានផ្ដល់ជំនួយផ្នែកច្បាប់ជំនួយជាសម្ភារៈនិងមេធាវីអរគុណដល់អង្គការអាត6ព្រោះដីភាគច្រើនដែលរងការរំលោភបំពាននឹងត្រូវបានប្រគល់មកឲ្យគ្រួសារដែលរងគ្រោះវិញកន្លងមកកាតប៉ូស្តាល់ចំនួន175បានបញ្ជូនទៅដល់ដៃលោកណៃវងដាលោកយីសុកសានលោកនីសុខាអ្នកស្រីលឹមមនីនិងលោកនីចរិយានៅគុកព្រៃសរម្ដងរួចមកហើយដែលជាផ្នែកមួយនៃយុទ្ធនាការដោះលែងអ្នកទាំង5របស់សង្គមស៊ីវិលស្ថាប័នចំនួន54មានអង្គការមិនមែនរដ្ឋាភិបាលអង្គការអន្តរជាតិនិងបណ្ដាសហគមន៍របស់ប្រជាពលរដ្ឋចូលរួមគ្នាបង្កើតយុទ្ធនាការនេះឡើងនៅថ្ងៃ8សីហាដើម្បីសម្ដែងការមិនពេញចិត្តនិងទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សទាំង5នាក់នោះការសរសេរការនេះត្រូវបានមន្ត្រីសម្របសម្រួលគម្រោងអ្នកការពារសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកញ្ញាឆាយឈុនលីបកស្រាយថាជាការផ្ញើសារមួយទៅកាន់មន្ត្រីសិទ្ធិមនុស្សទាំង5នាក់នោះថាពួកគេមិនទាន់ត្រូវបានសង្គមបំភ្លេចចោលទេកញ្ញាបន្តថាពាក្យលើកទឹកចិត្តទៅដល់អ្នកទាំង5គឺមានសារៈសំខាន់សម្រាប់ជួយសម្រួលបញ្ហាផ្លូវចិត្តរបស់ពួកគេដែលកើតមកពីការជាប់ពន្ធនាគារធម្មតាយើងអ្នកស្អាតស្អំហើយដល់ពេលយើងដាក់គាត់ក្នុងបន្ទប់ហ្នឹងអីអញ្ចឹងនៅជាមួយអ្នកខ្លះជាឃាតករជាប់គុកមួយជីវិតអីអញ្ចឹងទៅសួរថាអារម្មណ៍មិនដែរអញ្ចឹងពេលអញ្ចឹងមិនថាពេលដែលចូលដល់ដំបូងគឺពិបាកមែនទែនសម្រាប់គាត់ណាព្រោះគាត់អាចទទួលយកបានទេស្ថានភាពបែបហ្នឹងមន្ត្រីសិទ្ធិមនុស្សអាត6អ្នកស្រីលឹមមនីដែលជាអ្នកជាប់ពន្ធនាគារមួយរូបក្នុងចំណោម5រូបបន្ទាប់ពីទទួលបានកាតប៉ូស្តាល់បានឆ្លើយតបតាមរយៈទំព័រ Facebook របស់យុទ្ធនាការដោះលែងអ្នកទាំង5ថាពាក្យពេចន៍ក្នុងការទាំងនោះធ្វើឲ្យអ្នកស្រីមានកម្លាំងចិត្តនិងជំរុញឲ្យអ្នកស្រីមានភាពរឹងមាំចូលរួមក្នុងយុទ្ធនាការដោះលែងអ្នកទាំង5នោះដែរគឺមន្ត្រីកម្មវិធីទទួលបន្ទុកផ្នែកដីធ្លីនិងធនធានធម្មជាតិរបស់អង្គការ Action Aid លោកសុយហ្សឺឌីលោកឲ្យដឹងថាការចូលរួមយុទ្ធនាការនេះពីសំណាក់អង្គការ Action Aid ក៏ដូចជាស្ថាប័នសង្គមស៊ីវិលជាច្រើនទៀតគឺដោយសារពួកគេមិនអាចបែរខ្នងដាក់អំពើអយុត្តិធម៌បានទេការមិនអើពើទៅនឹងបញ្ហានេះក្នុងពេលបច្ចុប្បន្នអាចធ្វើឲ្យវារីករាលដាលធំឡើងនៅថ្ងៃមុខភាពអយុត្តិធម៌ហ្នឹងឥឡូវហ្នឹងគាត់ជាអ្នករងគ្រោះក៏ប៉ុន្តែថ្ងៃក្រោយទៅមិនដឹងថាក្រមសង្គមស៊ីវិលណាផ្សេងទៀតដែលនឹងខ្លាយជាជនរងគ្រោះក្នុងរូបភាពបហៈប្រហែលគ្នាក្នុងរឿងការតស៊ូមតិក្នុងរឿងការការពារសិទ្ធិសេរីភាពដែលយើងធ្វើបហៈប្រហែលនឹងអង្គការអាត6អីផ្សេងកន្លងមកណាមន្ត្រីសិទ្ធិមនុស្សអាត6ទាំង5រូបត្រូវបានជាប់ឃុំឃាំងតាំងពីថ្ងៃទី28មេសាឆ្នាំ2016ជុំវិញរឿងក្តីក្តាមស្នេហាលោកកឹមសុខានិងនាងឃុំច័ន្ទរាទីហៅស្រីមុំសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាថាការដាក់ទោសមន្ត្រីសិទ្ធិមនុស្សទាំងនេះមានភាពអយុត្តិធម៌និងមានចេតនានយោបាយខ្ញុំបាទសុនហេងអាស៊ីសេរីភ្នំពេញលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីលោកអ្នកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់ Visu Asia Serai ដែលរៀបចំដោយនាងខ្ញុំអ៊ូបាណុងសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់វេទិកាពិភាក្សារបស់ Visu Asia Serai របស់យើងនៅពេលបន្តិចទៀតនេះលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីនៅយប់ថ្ងៃសៅរ៍នេះយើងនឹងមានវេទិកាពិភាក្សាស្ដីអំពីយុទ្ធសាស្ត្រក្នុងការថែរក្សាវត្តបាណាមនៅក្នុងស្រុកកោះធំខេត្តកណ្ដាលចាក់កម្មវិធីនេះសម្របសម្រួលដោយលោកយាងសុជាមេតាបាទខ្ញុំបាទយាងសុជាមេតាសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អាននិងសូមជម្រាបសួរប្រិយមិត្តដែលកំពុងទស្សនាការផ្សាយរបស់អាស៊ីសេរីលើប្រព័ន្ធអ៊ីនធឺណិតផងដែរបានលោកនាងជាទីមេត្រីវត្តខេមរៈរាជាការ៉ាមហៅវត្តបាណាមបច្ចុប្បន្នស្ថិតនៅភូមិបាណាមឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្ដាលជាប់ព្រំដែនកម្ពុជាវៀតណាមបើទោះជាស្ថិតនៅក្នុងទឹកដីកម្ពុជាក្តីទីអារាមមួយនេះពុំសូវមានពលរដ្ឋខ្មែររស់នៅក្បែរឡើយពលរដ្ឋភាគច្រើនលើសលប់ដែលរស់នៅជុំវិញទីអារាមនេះគឺសុទ្ធសឹងតែជាជនជាតិវៀតណាមក្រៅតែពីមានសុទ្ធតែជនជាតិវៀតណាមរស់នៅជុំជិត
វត្តតាណាមក៏ពុំសូវមានប្រសង់ទៅគង់នៅដែរប្រការនេះហើយទើបធ្វើឲ្យមានការព្រួយបារម្ភថាថ្ងៃណាមួយវត្តតាណាមអាចត្រូវបាត់បង់ឬអាចបោះបង់ចោលប្រសិនបើគ្មានការថែរក្សាឲ្យបានត្រឹមត្រូវនោះទេបាទវេទិកាពិភាក្សារបស់យើងនៅពេលនេះយើងនឹងពិភាក្សាថាតើរដ្ឋាភិបាលគួរមានយុទ្ធសាស្ត្របែបណាក្នុងការថែរក្សាវត្តតាណាមដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមមួយនេះបាទសូមជម្រាបថានៅក្នុងកិច្ចពិភាក្សាយើងពេលនេះយើងមានការចូលរួមពីប្រសង់មួយអង្គនិងវាគ្មិនចំនួន2រូបយើងមានប្រដេជគុណសឹមសោនប្រដេជគុណគឺជាគ្រូពុទ្ធកបឋមសិក្សាឬបាលីរងនៅវត្តតាថេនក្នុងខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នប្រដេជគុណគង់នៅវត្តលង្កាព្រះកុសុមារាមរាជធានីភ្នំពេញខ្ញុំបកករណាសូមក្រាបថ្វាយបង្គំប្រដេជគុណយើងមានបណ្ឌិតឡៅម៉ុងហៃលោកបណ្ឌិតគឺជាអ្នកវិភាគឯករាជ្យបាទខ្ញុំសូមជម្រាបសួរលោកបាទយើងក៏មានវាគ្មិនមួយរូបទៀតដែរដែលភ្ជាប់តាមទូរស័ព្ទនោះគឺបណ្ឌិតសុកទូចលោកគឺជាមន្ត្រីរដ្ឋាភិបាលនិងជាប្រធានក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាខ្ញុំបាទសូមជម្រាបសួរលោកបណ្ឌិតសុកទូចពីចម្ងាយបាទជម្រាបសួរសូមក្រាបថ្វាយបង្គំសូមជម្រាបសួរអ៊ំឡៅម៉ុងហៃជាទីគោរពសូមជម្រាបសួរលោកបណ្ឌិតបាទសូមជម្រាបដែរថាអាស៊ីសេរីក៏បានដាក់លិខិតអញ្ជើញរដ្ឋមន្ត្រីឬមន្ត្រីតំណាងរបស់ក្រសួងធម្មការនិងសាសនាចូលរួមក្នុងវេទិកាពិភាក្សានេះដែរប៉ុន្តែដោយសារមានបញ្ហាខ្លះៗផ្នែកលិខិតរដ្ឋបាលទើបពុំមានមន្ត្រីក្រសួងធម្មការមកចូលរួមនៅពេលនេះលើលិខិតអញ្ជើញនឹងយើងបានចារថាគោរពជូនឯកឧត្តមហ៊ឹមឆែមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាប៉ុន្តែផ្នែករដ្ឋបាលរបស់ក្រសួងធម្មការនឹងមិនបានទទួលលិខិតរបស់យើងទេឲ្យប្រគល់លិខិតឲ្យយើងវិញដោយតម្រូវឲ្យយើងដាក់ថាគោរពជូនឯកឧត្តមហ៊ឹមឆែមទេសរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាវិញអញ្ចឹងមានន័យថាយើងអត់បានដាក់ពាក្យថាទេសរដ្ឋមន្ត្រីអញ្ចឹងបានគេអត់ទទួលលិខិតរបស់យើងទោះជាយ៉ាងណាយើងនឹងអញ្ជើញពួកគាត់ឲ្យចូលរួមនៅពេលក្រោយទៀតបាទខ្ញុំសូមចាប់ផ្ដើមការពិភាក្សាតាក់ទងនឹងវត្តតាណាមនេះដោយដំបូងខ្ញុំនឹងសួរទៅលោកបណ្ឌិតឡៅម៉ុងហៃដោយសារតែខ្ញុំដឹងថាការពិភាក្សាថ្មីហ្នឹងលោកបណ្ឌិតបានអញ្ជើញទៅកាន់វត្តតាណាមហើយអ្វីដែលខ្ញុំចង់សួរដំបូងហេតុអីបានជាលោកបណ្ឌិតចាប់អារម្មណ៍ចង់ទៅឃើញវត្តតាណាមហើយនៅពេលទៅដល់អ្វីខ្លះដែលធ្វើឲ្យលោកបណ្ឌិតមានការចាប់អារម្មណ៍បាទសូមជម្រាបទី1គឺខ្ញុំបានដឹងតាមរយៈវិទ្យុអាស៊ីសេរីថាវត្តនោះគឺអត្តខណ្ឌបាទនិយាយខ្លីទៅបាទហើយគឺក្នុងការចង់ធ្វើបុណ្យធ្វើទានដែរបាទក៏ប៉ុន្តែមានការជ្រើសរើសដែលឲ្យអត្ថភាពទៅលើទីណាដែលអត្តខណ្ឌបាទហើយក៏មានគំនិតផ្ដួចផ្ដើមពីលោកបឿងសុនបាទដែលជាប្រធាននៃមូលនិធិត្រួតត្រងអរិយធម៌ខ្មែរបាទគាត់ថាគាត់ទៅផ្ដួចផ្ដើមធ្វើបុណ្យបាទក៏នាំគ្នាទៅធ្វើបុណ្យនៅវត្តបាត់ណាមក៏វត្តឈ្មោះផ្លូវការគឺវត្តខេមរៈរាជាការ៉ាមបាទហៅបាត់ណាមហើយក៏អ្នកខ្លះហៅបាត់ណាមអញ្ចឹងគេហៅបាត់ណាមអញ្ចឹងបាទចាបាទឃើញផ្លាកសរសេរនៅមុខវត្តហ្នឹងក៏ដាក់ថាដូចមានបាត់ណាមបាទចាបាទហើយក៏នាំគ្នាទៅថ្ងៃ4នេះទៅហើយក៏ធ្វើបុណ្យវត្តពីរទៀតបដើទៅបាទនៅពេលទៅដល់ភ្លាមហ្នឹងតើអ្វីដែលធ្វើឲ្យលោកបណ្ឌិតចាប់អារម្មណ៍ជាងគេថាវត្តនឹងមានលក្ខណៈខុសប្លែកពីវត្តធម្មតាឬក៏យើងមុនទៅដល់ផ្លូវចូលហ្នឹងគឺផ្លូវចូលហ្នឹងគីឡូម៉ែត្រលេខ92តាមផ្លូវជាតិ110បាទតាមហើយចូលទៅប្រហែលជា3គីឡូម៉ែត្រទៀតគឺបើទៅពីច្បារអំពៅទៅនោះគឺបូកសរុបមកដល់វត្តប្រហែលជា95គីឡូព្រោះអត់តែផ្លូវចូលតងគីឡូម៉ែត្រលេខ92នេះមានស្ពានមួយហួសស្ពានមួយបាត់ឆ្វេងដៃទៅនេះផ្លូវចូលគឺគ្រាន់តែមួយឡានយើងចូលបានណាចារួចវាបើសិនជាភ្លៀងប្រហែលជាមានល្អិលអីចឹងទៅបាទណាបាទមុនទៅដល់ទីតាំងនោះគឺយើងខ្ញុំចាប់អារម្មណ៍គឺរចនាបថផ្ទះសម្បែងហ្នឹងគឺដូចជារចនាបថវៀតណាមដូចជាសន្និដ្ឋានថាប្រហែលជាមានជនជាតិវៀតណាមហ្នឹងគឺរស់នៅច្រើនបាទហ្នឹងហើយក៏ចូលទៅបត់ខាងឆ្វេងដៃទៅចូលផ្លូវហ្នឹងឃើញថាមានដែលដូចអូឬស្ទឹងមួយធំក្របើដែរបាទតាមដងអូនឹងទៅបាទឬក៏បន្លាយបាទអញ្ចឹង
ហើយនៅខាងស្ដាំដៃនោះក៏ឃើញដែលផ្ទះសម្បែងនេះគឺច្រើនតែជនជាតិវៀតណាមបាទចូលទៅនោះឃើញថាវាវត្តអារាមគឺរៀបចំអគារព្រះវិហារនិងសាលាឆាន់អីក៏វាទុំទាយរបៀបខ្មែរយើងធម្មតាទេបាទលោកបណ្ឌិតលើកឡើងមិញថាលោកបណ្ឌិតទទួលបានព័ត៌មានថាដោយសារវត្តនឹងមានភាពអត្តឃាត់ខុសពីវត្តធម្មតាបានលោកបណ្ឌិតអញ្ជើញទៅជាមួយលោកមឿងសុនហ្នឹងប៉ុន្តែនៅពេលទៅដល់ហ្នឹងឃើញស្ថានភាពអញ្ចឹងដោយដែលលោកបណ្ឌិតទទួលបានព័ត៌មានមុននឹងអញ្ជើញទៅទេអញ្ចឹងដែរគឺតែទៅហ្នឹងគឺដូចជាយើងមើលតែទីធ្លាទីអីការរៀបចំហ្នឹងគឺដែលមានអគារអីមានអគារមួយទៀតទំនងជាកត់ចឹងនៅមុខព្រះវិហារផ្លូវចូលទៅជ្រៅបន្តិចទៅដែរបាទអញ្ចឹងហើយគឺដូចជាសាលាឆាន់ហ្នឹងគឺធ្វើខ្ពស់ពីដីបរិនិបអីនៅជានិបរិស័យបាទដូចជានៅមានការខ្វះខាតអញ្ចឹងតែហើយក៏ដូចជាតាមពិតលោកសង្ឃឃើញតែ3អង្គបាទគឺចៅអធិការមួយតែដូចលោកដេននោះក៏មិនហើយចៅអធិការហ្នឹងក៏ដូចជាមិនជាដូចតែនៅជាយុវជនឡើយទេបាទពេលលោកបណ្ឌិតអញ្ជើញទៅហ្នឹងលោកបណ្ឌិតមានបានជួបខ្មែរខ្លះទេក្រៅពីខាងឃើញផ្ទះសម្បែងវៀតណាមមានអ្នកស្រុកចូលរួមទទួលដែរហើយឃើញម្នាក់នោះថាចាស់ដែរអាយុ80ផ្លាយនោះគាត់នៅនឹងយូរហើយតាំងឆ្នាំ1991គឺគាត់ថានៅមកស្នាក់នៅវត្តយ៉ាងដែរបាទចាបាទគឺដូចជាដូចថៃរសាឬក៏វត្តហ្នឹងតាំងពីឆ្នាំ1981មកគាត់ថាចឹងណាហើយក៏ឃើញអ្នកស្រុកទៀតចូលរួមក៏ប៉ុន្តែចាប់អារម្មណ៍ត្រង់ចេះគឺអ្នកស្រុកទាំងអស់ហ្នឹងអត់នៅក្នុងភូមិបាត់ណាមទេបាទចាច្រើនមកពីព្រែកស្ដីព្រែកជ្រៃបាទចាឆ្ងាយពីហ្នឹងហើយគណៈកម្មការវត្តសមាជិកហ្នឹងគឺមានលេខាមួយក៏ចូលរួមហើយសកម្មហើយយើងសាសងសួរនាំឲ្យបានច្រើនពីលេខាគណៈកម្មការវត្តហ្នឹងតែគាត់នៅដូចព្រែកស្ដីបាទហើយមានប្រជាប្រដ្ឋគេដឹងតាមវិទ្យុអេស៊ីសេរីនោះក៏គេចូលរួមតែក៏ប៉ុន្តែមកពីព្រែកស្ដីឬព្រែកជ្រៃបាទឆ្ងាយពី3គីឡូពីបាត់ណាមទៅបាទព្រោះដូចជើងវត្តជាក់ស្ដែងដូចអត់ឃើញមានទេបាទចាបាទលោកបណ្ឌិតពេលទៅដល់វត្តហ្នឹងពិនិត្យមើលពីស្ថានភាពនៅក្នុងវត្តហ្នឹងកន្លងមកយើងទទួលបានព័ត៌មានថាប្រសង់មកពុំសូវជាចង់ទៅគង់នៅក្នុងទេហើយតែមូលហេតុដែលប្រសង់ទៅគង់តិចហ្នឹងខ្លះលើកឡើងថាដោយសារតែចំណុះជើងវត្តហ្នឹងអត់មានខ្មែរសោះមានតែជនជាតិវៀតណាមហើយនៅខាងក្នុងនោះទៀតដូចជាអត់មានសាលាអីសម្រាប់ប្រសង់អីទាំងទៅបាទនៅភូមិហ្នឹងគឺដែលដូចជាសង្ឃតែអស់គ្នាទាំងអ្នកស្រុកនោះគឺជនជាតិវៀតណាមហ្នឹងបាទដូចជាប្រហែលជាមិនឆ្ងល់ទេដូចជាដាច់ខ្សែវែងបាទបើសិនជានៅហ្នឹងណាបាទបងគុំនៅប្រសងគុំនៅនោះដូចដាច់ខ្សែវែងដែរអញ្ចឹងបាទផ្លូវចូលក៏បើខែភាសាភ្លៀងហ្នឹងគឺអាចមានការលំបាកដែរវាល្អអីណាបាទក៏ប៉ុន្តែចូលបានហើយគឺជនជាតិវៀតណាមគេរស់ស៊ីជាខាងកសិកម្មក៏គេចេញចូលតាមហ្នឹងដែរណាបាទក៏ប៉ុន្តែផ្លូវជាតិយើងល្អទេតែបែបហ្នឹងបាទចា៎តើនៅពេលដែលទៅដល់ឃើញវត្តចឹងហើយឃើញលក្ខណៈមិនសូវមានប្រសង់ហើយមិនមានពុទ្ធបរិស័ទខ្មែរអញ្ចឹងលោកបណ្ឌិតមានការព្រួយបារម្ភទេទាក់ទងនឹងអនាគតវត្តបាត់ណាមនៅពេលខាងមុខបើសិនជាថ្ងៃណាមួយអត់មានប្រសង់ទៅគង់នៅហើយដុំហ្នឹងអត់មានខ្មែរទេទៅវត្តហ្នឹងអាចឈប់នឹងការអត់មានមនុស្សទៅនៅហើយឈានដល់ការបោះបង់ហ្នឹងគឺយើងបណ្ដោយឲ្យដែលពឹបឡើងសំចាប់អារម្មណ៍ថាដូចជាដែលយើងដឹងខ្លះដែរនៅប្រទេសអ៊ុយក្រែននោះណាមានតំបន់មួយគឺដាច់ស្រយាលដែរដែលចូលក្នុងសមុទ្រចឹងទៅតែគ្រីមៀនៅគ្រីមៀហ្នឹងបាទមានជនជាតិរុស្ស៊ីច្រើនហើយក្រោយមកហ្នឹងគឺដែលក៏
ពីឆ្នាំមុនគេបោះឆ្នោតឯប្រជាមតិគឺសូមទៅរស់នៅជាដែលមកបែកហ្នឹងផ្ដាច់ខ្លួនចេញពីអ៊ុយក្រែនប្រទេសអ៊ុយក្រែនហ្នឹងទៅចូលខាងរុស្ស៊ីទៅបាទចាវិញហ្នឹងគឺមានក្នុងគូក្បាលខ្ញុំគិតឃើញអញ្ចឹងរូបភាពមានអញ្ចឹងរូបភាពមួយទៀតខ្ញុំថាហ្នឹងគឺបើសិនយើងគិតថាហ្នឹងគឺជាអវិជ្ជមានអញ្ចឹងអានេះក៏គិតទុតិធិនិយមក៏ថាបានក៏ប៉ុន្តែយើងក៏អាចចាត់ទុកថាជាដែលបើយើងថាទូនៃផែនទីទឹកដីប្រទេសកម្ពុជាជាដងខ្លួនមួយគឺកន្លែងនេះដូចជាអាចយើងគិតថាជាដៃមួយលូកទៅចូលទៅក្នុងដីវៀតណាមណាបាទចាណាយើងគិតចឹងវិញឬក៏អាចថាទៅជារបៀបយុទ្ធសាស្ត្រទៅវិញគឺដូចជាព្រួយមួយឬមួយក៏ជាលំពែងមួយអីចឹងទៅបាទកន្លែងហ្នឹងណាបាទជាមិនថាទុកបីទឹកដីហ្នឹងជាដីខ្មែរក៏ដោយប៉ុន្តែគ្រាន់តែចូលភ្លាមគឺថាលក្ខណៈហ្នឹងវៀតណាមទាំងអស់តែម្ដងតាមការហ្នឹងគឺយើងមានតែដូចថាចំណាប់អារម្មណ៍ចឹងបាទលោកបណ្ឌិតអរគុណច្រើនលោកបណ្ឌិតឥឡូវនេះខ្ញុំសូមងាកទៅលោកបណ្ឌិតសុកទូចដែលយើងកំពុងជាប់ទូរស័ព្ទវិញដោយសារតែលោកបណ្ឌិតសុកទូចគាត់ជាអ្នកស្រាវជ្រាវកិច្ចការព្រំដែនហើយខ្ញុំជឿថាប្រហែលជាលោកបណ្ឌិតបានធ្លាប់ចុះទៅដល់តំបន់ប៉ាក់ណាមសិក្សាអំពីនៅបញ្ហានៅទីនោះលោកបណ្ឌិតអ្វីដែលលោកបណ្ឌិតមើលឃើញហ្នឹងដូចជាអ្វីដែលលោកបណ្ឌិតឡៅម៉ុងហៃបានលើកឡើងមិញទេតាក់ទងនឹងស្ថានភាពវត្តប៉ាក់ណាមដែលថានៅក្នុងមានតែជនជាតិវៀតណាមរស់នៅហើយវត្តពុំសូវមានប្រសង់មើលទៅដូចអត្តឃាតហើយអាចមានការព្រួយបារម្ភថាខ្លាយជាគ្រីមៀទី2នៅកម្ពុជាផងលំដាប់តើការមើលឃើញរបស់លំដាប់យ៉ាងម៉េចដែរលំដាប់បាទសូមជិញបាទអរគុណសូមជំរាបសួរជនរួមជាតិទាំងអស់ដែលតាមដានវិទ្យុអាស៊ីសេរីជាទីគោរពនិងទីត្រអានខ្ញុំមាន5ចំណុចតាមពិតវត្តប៉ាក់ណាមនេះគឺខ្ញុំបានដើរទៅពើប្រទេសតែម្ដងគឺខ្ញុំដើរតាមព្រំដែនដែលមាន27គីឡូហ្នឹងគឺខ្ញុំដើរដោយស្មើជើងហើយចេញពីអមសំណឆ្ពោះទៅបាក់ដៃអញ្ចឹងខ្ញុំធ្វើដំណើររយៈពេល3ថ្ងៃគឺភាគច្រើនអ្វីដែលអ៊ំឡៅបង្ហាញមានប្រសាសន៍ហ្នឹងគឺត្រឹមត្រូវហើយគឺប្រជាជនវៀតណាមមានចំនួនច្រើនហើយនៅជាប់វត្តហ្នឹងគឺមានសាលាមួយសាលាដាក់ថាសម្ដេចហ៊ុនសែនប៉ុន្តែសាលាហ្នឹងសាលាបឋមទេមិនមានសិស្សរៀនទេមិនបានមិនរៀនដោយសារតែពួកនឹងវៀតណាមវាច្រើនបានជាវាអត់រៀនខ្មែរវាទៅរៀននៅស្រុកវៀតណាមឆ្លងទូកអីចឹងទៅហើយទី2នៅតាមមាត់ទន្លេហ្នឹងក៏មានប្រគុណសម្រាប់បន្តបងនៅតាមមាត់ទន្លេអាហ្នឹងខ្ញុំនិយាយអំពីទស្សនវិជ្ជានៅក្នុងវត្តហ្នឹងគឺវត្តហ្នឹងស្អាតទេទាំងនៅមុខវត្តហ្នឹងមានគេហៅថាសាលាដំណាក់ដល់ទៅ3ហើយសាលាដំណាក់ហ្នឹងគឺស្អាតណាស់ហើយមានដើមពូអីគ្រប់ពីលើចឹងស្អាតបាតហើយមានលោកយាយម្នាក់ហ្នឹងលោកតាម្នាក់ហ្នឹងគាត់ថែរក្សាវត្តហ្នឹងគាត់មានភាពរឹងមាំជាងលោកឆ្ងាយណាស់គាត់រស់នៅទីហ្នឹងហើយលោកយាយហ្នឹងគាត់បានរៀបចំចង្ហាន់ជូនលោកតាហ្នឹងការដែលខ្ញុំទៅហ្នឹងគឺមានតែលោកតាមួយអង្គទេហើយអ្វីដែលមកពីអង្គទៀតខ្ញុំប្រហែលជាទឹកតែមកបួសថ្មីអីទេក៏មិនដឹងខ្ញុំមិនដឹងដែរប៉ុន្តែអ្នកដែលទទួលជើងវត្តហ្នឹងគឺមានតែលោកយាយនឹងមួយទេហើយកន្លែងនេះយើងមានទស្សនវិជ្ជា5ទី1វាអត់អាចខ្លាយជាគ្រីមៀបានទេហេតុអីបានជាអត់ខ្លាយជាគ្រីមៀគឺជាទឹកដីរបស់រុស្ស៊ីហើយទឹកដីរបស់រុស្ស៊ីហើយលោកគ្រូឆុសបានចុះហត្ថលេខាទៅឲ្យជនជាតិអ៊ុយក្រែនដែលនៅឆ្នាំ1954ហ្នឹងគឺលោកប្រជុំហ្នឹងគាត់មានឈាមជ័រជាជនជាតិអ៊ុយក្រែនហើយគាត់ទៅជាប្រធានាធិបតីរបស់សហភាពសូវៀតអាហ្នឹងទឹកដីគ្រីមៀគឺជាទឹកដីរបស់រុស្ស៊ីទេចំណុចទី1ចំណុចទី2ឯនៅវត្តបាណាមនេះទៅអត់បានទេពីព្រោះបើយើងធ្វើដំណើរតាមព្រំដែនហ្នឹងគឺមានបកគោលបារាំងនៅសល់ទាំងអស់បកគោលបារាំងតាំងពីដែងដើរប្រហែលជា2គីឡូពោះវត្តបាណាមហ្នឹងឃើញសិតតែបកគោលបារាំងរហូតទៅដល់ជ័យធំហ្នឹងមានបកគោលបារាំងនៅសល់ហើយអញ្ចឹងហើយបានជាយើងត្រូវតែរៀបចំយុទ្ធសាស្ត្រឲ្យបានមុនយុទ្ធសាស្ត្រហ្នឹងមានចំណុច2ទី1គឺបោះបង្គោលគឺយើងបោះទៅតាមលក្ខណៈ2គឺទី1គឺយើងទៅតាមកាក់បើយើងកាន់កាប់ជាក់ស្ដែងយើងអត់អាចប្រើប្រាស់បានទេយើងទៅតាមផែនទីនិងសល់ពីអាណានិគមយមបារាំង
តបពីអាណានិគមយមបារាំងហើយចំណុចទី2យើងមានព្រំដែនជាក់លាក់មួយគឺទន្លេបាសាក់ហ្នឹងគឺព័ទ្ធជុំវិញជាប់ព័ទ្ធជុំវិញហើយចំណុចទី3ដែលជាចំណុចសំខាន់ហ្នឹងរដ្ឋាភិបាលបានចាប់ដើមធ្វើផ្លូវដោយអ៊ំឡៅមកហៅលោកមានប្រសាសន៍ហ្នឹងពីដើមអត់មានផ្លូវទេខ្នល់ជាតិហ្នឹងទើបនឹងធ្វើទេអញ្ចឹងយើងធ្វើព័ទ្ធកាត់បាក់ណាមនឹងហើយយើងមានទន្លេបាសាក់មួយហុំព័ទ្ធមួយទៀតអញ្ចឹងយើងរៀបចំយុទ្ធសាស្ត្រហ្នឹងដើម្បីអីយើងបារម្ភខ្លាចគូកូសូវូវាខុសអំពីគ្រីមៀកូសូវូបានជាទឹកដីរបស់យូហ្គោស្លាវីតែពួកអាបានីទេដែលទៅនៅហើយសូមផ្ដាច់ខ្លួនធ្វើប្រជាប្រទេសអាមេរិកកាំងជួយតែម្ដងអាហ្នឹងកូសូវូយើងបារម្ភកន្លែងហ្នឹងតែយើងបារម្ភយើងត្រូវតែធ្វើហ្នឹងយើងមានយុទ្ធសាស្ត្រដូចខ្ញុំបានជម្រាបជូនអញ្ចឹងគឺទី1គឺយើងមានខ្សែបន្ទាត់ព្រំដែនមួយដែលហុំព័ទ្ធដោយទន្លេបាសាក់ទី2គឺយើងមានបង្គោលពីសម័យអាណានិគមនិយមបារាំងនៅទាំងអស់ខេត្តកណ្ដាលនៅទាំងអស់រហូតដល់បាក់ដៃហ្នឹងនៅកន្លែងបាក់ដៃហ្នឹងហៅថាព្រែកប៊ីញេហ្នឹងគឺមានបង្គោលបារាំងមួយធ្លាក់ចូលក្នុងទន្លេហើយនៅតាមព្រែកទីទន្លេបាសាក់ហ្នឹងគឺព្រែកមួយដែលជាប់ខាងក្រោយវត្តបាណាមហ្នឹងគឺមានព្រែកដែលមានប្រជាជនវៀតណាមរស់នៅតាំងពី79មកអញ្ចឹងនៅទីនេះយើងត្រូវរៀបចំយុទ្ធសាស្ត្រទី1ផ្លូវទី2ព្រំដែនទី3យើងបានដាក់កងទ័ពព្រំដែននៅកាត់ខាងមុខបើយើងមុននឹងទៅដល់ចូលវត្តហ្នឹងត្រូវតែឆ្លងកាត់ទីបញ្ជាការកងទ័ពសិនកងទ័ពព្រំដែនហ្នឹងគេដាក់នៅហ្នឹងទាំងកងប៉ូលីសទាំងកងទ័ពព្រំដែនប៉ុន្តែយើងត្រូវតែរៀបចំឲ្យមានច្បាប់មួយគឺប្រជាជននឹងត្រូវតែរៀនសូត្រនៅហ្នឹងត្រូវតែទទួលយកវប្បធម៌នៅក្នុងប្រទេសហ្នឹងប៉ុន្តែវាមានដំណាក់កាលយើងធ្វើប្រសើរជាជាងយើងរកួនគ្នាអញ្ចឹងដែលខ្ញុំបានពេលដែលខ្ញុំទៅមុនហើយខ្ញុំទៅក្រោយហ្នឹងខ្ញុំឃើញថាមានផ្លូវដោយអ៊ំលោកមានប្រសាសន៍ហ្នឹងគឺមានពីដើមអត់មានផ្លូវទេហើយឡានកណាត់តែភ្លាមឡានដែលខ្ញុំបើកហ្នឹងក៏ឡានខ្ញុំពណ៌សហ្នឹងរេពណ៌ហ្នឹងតែរួចទេគឺជាប់នៅនឹងតែម្ដងអញ្ចឹងទេក្រោយមកពួកខ្ញុំបានមានឡានកាពីតាហ្នឹងបានចូលរួចតែឥឡូវហ្នឹងមិនលំបាកទេដោយសារតែមានខ្នល់ជាតិហើយយើងចុះទៅផ្លូវលំប៉ុន្តែមានភ្លើងខុសពីនៅម្ដុំខាងស្វាយរៀងដែលមានបង្គោលភ្លើងតែมันមានភ្លើងប៉ុន្តែនៅខាងនោះមានភ្លើងចំណុចទី4នេះគឺជាបង្គោលរស់វត្តបាក់ណាមនេះគឺជាបង្គោលរស់អញ្ចឹងលោកសង្ឃដែលគាត់ចេះតែស្នេហាជាតិដើរបាតកម្មគួរណាស់តែលោកសង្ឃត្រូវតែទៅគង់នៅទីនោះចែកឆ្លាស់គ្នាដើម្បីឲ្យទៅជាបង្គោលរស់យើងនិយាយការពិតកន្លែងនេះយើងត្រូវតែហ៊ានដោះលោកបណ្ឌិតខ្ញុំសូមកាត់ប្រសាសន៍លោកបណ្ឌិតទៅប្រសង់ឲ្យលោកទៅគង់មិនពេលខ្លះឃើញមានការហែកឋិនទានអីកន្លងទៅនឹងខាងឃើញខាងសមាគមខ្មែរកម្ពុជាក្រោមទៅហែអង្គឋិនទានទៅវត្តនឹងដើម្បីយកបច្ច័យអីប្រគេនលោកកសាងនឹងខាងអាជ្ញាធរមិនឲ្យចូលផងហ្នឹងហើយតើលោកបណ្ឌិតតាក់ទងលោកបណ្ឌិតថាចង់ឲ្យប្រសង់ទៅគង់នៅហ្នឹងលោកបណ្ឌិតបានជ្រាបហើយនៅក្នុងឃើញអត់មានខ្ញុំមិនដឹងថាអាជ្ញាធរណាមិនអោយប៉ុន្តែខ្ញុំបានសួរអាជ្ញាធរមិនទៅធ្វើបែបនេះទេបើធ្វើបែបនេះសូមឲ្យលោកខាងអាស៊ីសេរីនឹងលាយលះអតពីព្រោះមិនអាចអាជ្ញាធរធ្វើបែបហ្នឹងបើអាជ្ញាធរធ្វើបែបហ្នឹងមានន័យថាអាជ្ញាធរនឹងពាក់ព័ន្ធទៅនឹងលុយជាមួយវៀតណាមហើយតែយើងត្រូវទៅដោះស្រាយកន្លែងហ្នឹងគឺអត់បានទេហើយលោកសង្ឃយើងត្រូវមើលនៅប្រទេសគេមានកន្លែងខ្លះគេឯករាជ្យតែម្ដងវត្តដទៃគេជួយ support គេជួយបង្ហូរទៅទាំងឡាយក្នុងវត្តដែលមានវត្តនៅពេញលោកជិះសិតទៅលិចស៊ីសិតទៅឡងសើព្រោះលោកបានបរិច្ចាគទាំងអស់ហើយតាមប្រពុតគឺប្រពុតចេញពីវាំងរស់នៅក្រោមដើមពោធិ៍រឿងអីបារម្ភទៅនៅវត្តបាណាមយើងត្រូវចែកព្រះអង្គដែលប្រមាណខែលោកអង្គណាដែលត្រូវទៅលោកអង្គណាត្រូវទៅខ្ញុំបានព្រាថាហេតុអីបានគេមិនមកនៅពីព្រោះលោកបួសចង់រៀនអញ្ចឹងយើងត្រូវវត្តទាំងអស់មកស្រុកខ្មែរមានប្រមាណ4ដែលពាន់វត្តហ្នឹងពហិហ្នឹងហើយមាន 40000 អង្គហ្នឹងគួរតែរៀបចំឲ្យទៅនៅតំបន់ទាំងពីរព្រោះការធ្វើបែបហ្នឹងនៅខាងស្រីរៀនគេធ្វើបែបអញ្ចឹងគឺវត្តហ្នឹងជាប់ព្រំដែននឹងជាប់បកគោលព្រំដែនវត្តបាក់ណាមនៅឆ្ងាយពីបកគោលប៉ុន្តែវត្តមួយនៅស្រីរៀននៅជាប់បកគោលព្រំដែនប៉ុន្តែលោកគាត់ឆ្លាស់ព្រះអង្គគាត់តែឆ្លាស់អញ្ចឹងឲ្យសហការជាមួយធម្មការហើយឆ្លាស់លោកឲ្យបើលើយល់ល្អ
ទៅបើកសាលាបល័យនេះហ្នឹងវាត្រូវទៅចេញពីឆន្ទៈយើងកុំយកប្តីចំផ្ដួលរមួលសំក្រិចយើងត្រូវមានឆន្ទៈធ្វើកិច្ចការហ្នឹងប៉ុន្តែលោកបណ្ឌិតទោះជាយ៉ាងណាក៏ដោយតាក់ទងនឹងព្រះសង្ឃហ្នឹងព្រះសង្ឃគឺព្រះអង្គរស់ដោយពឹងពុទ្ធបរិស័ទហើយអ្វីដែលបញ្ហានៅក្នុងនៅតំបន់បាត់ណាមហ្នឹងគឺថាមានវត្តដោយសារពុំសូវមានប្រសងគឺដោយសារតែនៅជុំវិញហ្នឹងសត្វតែជនជាតិវៀតណាមហើយអញ្ចឹងតើឲ្យប្រសងហ្នឹងទៅគង់នៅមិនបើប្រសងត្រូវរស់ពឹងពុទ្ធបរិស័ទហើយពុទ្ធបរិស័ទមិនមែនជាពុទ្ធបរិស័ទផុនព្រះអង្គផងមិនមែនខ្មែរផងនៅជុំវិញតំបន់ហ្នឹងហើយតើព្រះអង្គហ្នឹងរស់នៅយ៉ាងម៉េចអីយ៉ាងម៉េចទៅលោកបណ្ឌិតហើយតើនឹងតើគួរឲ្យប្រសងខ្លួនឯងជាអ្នកធ្វើឬក៏គួរតែមានយុទ្ធសាស្ត្រអីច្បាស់លាស់ពីខាងថ្នាក់ជាតិមកលោកខ្ញុំគ្រាន់ជំរាបជូនយើងមានពហិច្រើនណាស់នៅស្រុកខ្មែរមានវត្តច្រើនណាស់មានសធាតុមានច្រើនណាស់ហេតុអីក៏មិនប្រជុំសង្ឃទាំងអស់ហើយលើកចំគោលការណ៍គ្រាន់តែចំណុចតូចមួយបើប្រមូលគ្នាទៅធ្វើបាតកម្មក៏លឿនខ្លាំងដែរក៏ប្រកែខ្លាំងដែរដើម្បីការពារការពិតនេះក៏ប្រព័ន្ធគ្រប់គ្រងឥឡូវនេះលោកទាំងអស់នេះទៅប្រជុំគ្នាប្រជុំហើយជាមួយនឹងរដ្ឋមន្ត្រីក្រសួងធម្មការហ្នឹងចាត់ចែងបើមិនជាលោកសង្ឃលោកធ្វើបង្កើតលោកត្រូវសហការជាមួយធម្មការហេតុអីលោកស្នេហាជាតិប្រមាណអង្គដើម្បីទៅឆ្លាស់យើងដឹងថាវាពឹងពាក់ប៉ុន្តែវត្តដទៃដែលសម្បូរអាចបញ្ជូនទៅអត់មានលំបាកទេលោកចេញឆន្ទៈទី1ទី2មកវត្តផ្ដាល់អង្គ3កំប៉ុងចុះ4000ពហិបានប្រមាណលោកគុណមើលហើយរឿងអីទៅមានបានយើងត្រូវតែមានជួនកាលពុទ្ធបរិស័ទលោកធ្វើបុណ្យទៅតាមវត្តនីមួយៗប៉ុន្តែវត្តនីមួយៗត្រូវមានឆន្ទៈត្រូវមានរៀបចំវាគ្រប់វាផុសចេញពីប្រជាជនយើងទាំងអស់គ្នាអានោះយើងត្រូវបរៀនរដ្ឋាភិបាលបើរដ្ឋាភិបាលមើលមិនឃើញប្រជាជនត្រូវតែបង្ហាញរដ្ឋាភិបាលអានោះយើងចេញពីយើងទាំងអស់គ្នាហើយបើសិនណាយើងចេះតែប្តីចាំព្រួលអារឿងអាក្រក់លឿនណាស់បើរឿងល្អនាំគ្នាធ្វើអត់ព្រមនាំគ្នាធ្វើទេលោកបណ្ឌិតបានមើលឃើញអំពីបញ្ហានៅវត្តបាត់ណាមនឹងដែរហើយលោកបណ្ឌិតថាចង់ឲ្យមានការប្រសងចូលរួមឥឡូវលោកបណ្ឌិតបានមើលឃើញបញ្ហានឹងហើយតែលោកបណ្ឌិតខ្លួនឯងផ្ទាល់ដែលជាអ្នកសិក្សាស្រាវជ្រាវផ្នែកកិច្ចការងារព្រំដែនហើយលោកបណ្ឌិតក៏ជាមន្ត្រីរដ្ឋាភិបាលមួយរូបដែរលោកបណ្ឌិតដែលលើកបញ្ហានឹងហើយលើកជាយុទ្ធសាស្ត្រនឹងឡើងទៅឲ្យរដ្ឋាភិបាលដើម្បីគិតគូរទេលោកបណ្ឌិតក្រៅតែពីលោកបណ្ឌិតថាខ្ញុំមាន3ចំណុចទី1ខ្ញុំសិក្សាអស់សិនពីព្រោះអាកាដេមីមិនមែនឃើញមកចប់មិនមែនអ្នកសារព័ត៌មានទេឃើញហើយវាយភងឃើញហើយវាយភងពួកខ្ញុំមិនមែនអញ្ចឹងទេពួកខ្ញុំសិក្សាឲ្យអស់ខ្ញុំបានសន្យា2017ក្រោយពីបានសិក្សាចប់បានរៀបចំផែនការចំណុចទី1ចំណុចទី2យើងឃើញទស្សនវិជ្ជាបែបនេះហើយបានយើងឲ្យរក្សាបង្គោលបារាំងនៅយើងឃើញទស្សនវិជ្ជាបែបនេះហើយបានយើងសុំស្នើឲ្យបញ្ជាការកងទ័ពនៅខាងមុខផ្លូវចូលហ្នឹងដើម្បីកុំឲ្យមានការរំកិលការត្រួតពិនិត្យសកម្មភាពប៉ុន្តែយុទ្ធសាស្ត្រទៅមុខវាទាមទារយើងសិក្សាលម្អិតមិនមែនយើងដើរទៅយើងមើលហើយយើងមិនរៀបចំទេប៉ុន្តែអាកាដេមីខុសពីអ្នកសារព័ត៌មានអ្នកសារព័ត៌មានឃើញឃ្លាបជូនដំណឹងពីព្រោះទួលនីតិរបស់អ្នកសារព័ត៌មានអ្នកអាកាដេមីគេត្រូវសិក្សាឲ្យដល់ចំណុចហើយគេរៀបចំជា master plan ជាគោលនយោបាយនឹងបានរៀបចំធ្វើដំណើរតទៅហើយរឿងទាំងអស់នេះខ្ញុំមិនអាចប្រាប់សារព័ត៌មានបានទេប៉ុន្តែមិនមែនយើងមិនដឹងរឿងនេះទេមិនមែនទើបតែនឹងឮអាស៊ីសេរីទេរឿងនេះខ្ញុំបានបង្ហោះនៅក្នុង Facebook ហើយ Facebook របស់ខ្ញុំត្រូវបានគេ hack ចូលហើយគេបិទមិនឲ្យដំណើរការទូរស័ព្ទថ្ងៃហ្នឹងគឺនៅក្នុងរឿងវត្តបាក់ណាមខ្ញុំបានរៀបចំបញ្ជូនរាល់សកម្មភាពដែលមានអញ្ចឹងទេមិនមែនមានន័យថាយើងមិនមានយុទ្ធសាស្ត្រយើងមានយុទ្ធសាស្ត្រប៉ុន្តែយុទ្ធសាស្ត្រត្រូវការរយៈពេលខ្លីរយៈពេលបន្តនិងរយៈពេលវែងអញ្ចឹងរយៈពេលខ្លីនេះយើងបានឃើញហើយថាហេតុអីបានមានផ្លូវព័ទ្ធហេតុអីបានមានកងកម្លាំងហេតុអីបានត្រូវយើងរក្សាបង្គោលបារាំងនៅតាមព្រំដែនហ្នឹងហើយឲ្យប្រទេសទាំងពីរគោរពនៅគោលការណ៍ហ្នឹងអាហ្នឹងដែលយើងត្រូវរៀបចំមិនទាន់រយៈពេលវែងយើងត្រូវរៀបចំយ៉ាងម៉េចយើងត្រូវរៀបចំឲ្យអ្នកទាំងអស់នោះត្រូវផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់យើងមិនអាចធ្វើបែបនឹងបានទេមិនអាចធ្វើបែបនឹងបានទេប៉ុន្តែវាទាមទារឲ្យមានពេលមួយដែលយើងអាចរៀបចំហើយយើងបញ្ចូលព្រោះក្រុមហ្នឹងគឺយើងដឹងហើយថារស់នៅលើទឹកពេលខែវស្សាឡើងគឺទឹកព្រាបតើប្រជាជនយើងអាចរស់នៅលើទឹកបានទេយើងត្រូវបញ្ចូលប្រជាជនយើងទៅរស់នៅទីនោះព្រោះតំបន់ទាំងអស់នោះគឺសិតតែតំបន់ល្អហើយយើងឃើញនេះដឹកបន្លែមកពីវៀតណាមមិនមែនដឹកបន្លែពីវៀតណាមទេគឺដឹកបន្លែចេញពីតំបន់នោះគឺតំបន់ដែលដាំអីក៏ដោយបើសិនជាប្រទេសវិញ
ឡើងក្រហមពឹសនៅនោះគឺដាំ3ទី1ម្ទេសទី2គឺដេញតឡាចទី3គឺសណ្ដែកគឺដឹកចេញពីនោះចូលមកផ្សារអង្គរបាទទោះបីដឹកចេញពីហ្នឹងមិនតែជនជាតិវៀតណាមអ្នកដាំក្នុងលំដិនអញ្ចឹងដូចដឹកចេញពីផលប្រយោជន៍ដល់វៀតណាមតែមានតែយាយចាស់ម្នាក់ហើយនឹងលោកសង្ឃនឹងទេនៅជុំវិញហ្នឹងគឺសិតតែវៀតណាមបាទវាជាការពិតបាទអញ្ចឹងមានន័យថាខ្មែរមិនសូវជាបានប្រយោជន៍សេដ្ឋកិច្ចនិយាយរួមមិនបានប្រយោជន៍សេដ្ឋកិច្ចពីហ្នឹងទេបើសិនជាដឹកបន្លែចេញពីហ្នឹងក៏ដីខ្មែរមិនតែបន្លែវៀតណាមអញ្ចឹងលោកដិតអាហ្នឹងវាជាការពិតអញ្ចឹងហើយបានជាយើងមានរដ្ឋាភិបាលចេញច្បាប់មួយមិនឲ្យជួលដីហ្នឹងពីព្រោះការជួលដីវាមានបញ្ហាបែបហ្នឹងអញ្ចឹងប្រជាជនកម្ពុជាទៅវិលត្រឡប់ទៅរស់នៅតាមបណ្ដោយព្រំដែនហ្នឹងវិញលំបាកយើងកន្លែងហ្នឹងខ្ញុំសូមគូបញ្ជាក់បន្តិចមានអ្នកខ្លះថាខ្វះផ្លូវខ្វះភ្លើងខ្វះអដែងពេទ្យបង្អែកប៉ុន្តែគេមានយកវៀតណាមមានតែមានយកពេទ្យពីស្រុកវៀតណាមណាមានយកភ្លើងវៀតណាមមកគេរួមបែបហ្នឹងដូចគ្នាយើងចេញពីឆន្ទៈយើងទាំងអស់គ្នាប្រជាជនយើងទាំងអស់គ្នាប៉ុន្តែយើងមិនត្រឹមអញ្ចឹងទេយើងបែកជាចូលប្រុងមានអ្នកខ្លះបាននិយាយតាមអាស៊ីសេរីនឹងថាជួបខ្ញុំជួបប្រជាជនខ្ញុំដើរកិច្ចកុំនិយាយភាសាហ្នឹងខ្ញុំមិនដែលដើរកិច្ចប្រជាជនទេខ្ញុំមានដើររកប្រជាជនប៉ុន្តែដើរមកព្រឹកកុំឲ្យជួបមនុស្សម្នាក់អាហ្នឹងគឺនិយាយហ្នឹងគឺសិតតែរឿងនិយាយមិនត្រឹមត្រូវហើយពួកខ្ញុំមិនដែលដើរកិច្ចបញ្ហាទេខ្ញុំដើររកបញ្ហាខ្ញុំដោះស្រាយបញ្ហាហើយចំណុចទី2ខ្ញុំមិនដែលប្រជាជនខ្មែរទេព្រោះខ្ញុំរំភើបដូចនៅខាងស្វាយរៀងហ្នឹងយើងបានមិនត្រឹមតែយើងលើកជាគោលនយោបាយដើម្បីធ្វើផ្ទះថ្មឲ្យគាត់នៅតាមព្រំដែនប្រជាជនណាដែលនៅតាមបកគោហ្នឹងគឺយើងធ្វើផ្ទះជូនគាត់ដើម្បីឲ្យទៅជាបកគោរឹងឲ្យទៅជាបកគោរឹងនៅដូចជានៅម្ដុំភូមិដូងភូមិដូងទៀតក៏យើងបានរៀបចំបើលោកបានអញ្ជើញទៅលោកទៅមើលឃើញហើយយើងផ្ដល់យ៉ាងម៉េចហើយយើងផ្ដល់អីដែលក៏ឲ្យការងារស្រួលបាក់ណាមនេះយើងរកប្រជាជនខ្មែរដើម្បីផ្ដល់ឱកាសអញ្ចឹងវាមិនទាន់បានព្រោះយើងគិតមើលសាលាមួយទៅជប់វត្តអត់មានក្មេងរៀនមានន័យថាអត់មានកូនខ្មែរអាហ្នឹងគឺការពិតយើងត្រូវតែនិយាយការពិតទាំងអស់គ្នាហើយយើងរួមដោះស្រាយទាំងអស់គ្នាអញ្ចឹងយើងកុំឆ្លោតដាក់ឯណាយើងត្រូវធ្វើទាំងអស់គ្នាយើងត្រូវធ្វើទាំងអស់គ្នាចេញពីឥឡូវលោកសង្ឃឥឡូវឱកាសមានដីវត្តក៏ធំពហិយក៏មានគាត់ក៏មានសាលាបឋមនឹងឲ្យទៅជាសាលាបឋមបល័យទៅហើយរុញលោកសង្ឃដែលស្ម័គ្រចិត្តដែលស្នេហាជាតិទៅជាបកគោរស់នៅក្នុងតំបន់ហ្នឹងទៅពេលនោះយើងនឹងជួយទាំងអស់គ្នាបាទសូមអរគុណច្រើនលោកបណ្ឌិតបាទឥឡូវខ្ញុំសូមផ្ដល់នាទីនេះជូនប្រជាជនសឹងស្អំវិញប្រជាជនសម្ដីចុងក្រោយរបស់អ្នកសុកទូចលើកឡើងមិញឥឡូវនេះវាជាឱកាសហើយតើប្រសង់អាចទៅគង់នៅក្នុងអីបានទេសម្រាប់ដេគុណផ្ទាល់ស្ថានភាពនៅខាងបាក់ណាមនោះតាមដេគុណមើលទៅប្រសង់អាចទៅគង់ក្នុងបានទេសូមចម្រើនពរលោកបណ្ឌិតនិងចម្រើនពរពិធីករថ្មចាប់អារម្មណ៍តាក់ទងទៅនឹងសមាគមខ្មែរកម្ពុជាក្រមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យហ្នឹងបានហែនៅកឋិនទានតាក់ទងទៅដាក់នៅវត្តខេមរៈរាជការាមដែលហៅវត្តបាណាមនេះកាលនោះគឺមានការរៀបរៀងពីអាជ្ញាធរព្រោះនេះតាមការលើកឡើងនៃការសម្ភាសផ្ទាល់របស់វិទ្យុអាស៊ីសេរីតាក់ទងនៅក្នុងរឿងនេះវាវត្តមួយវាត្រូវការចាំបាច់បំផុតគឺមានព្រំដែនបន្ទាត់សីមាច្បាស់លាស់តាក់ទងនឹងសីមាក៏ដូចជាព្រំដែនរបស់វត្តការរស់នៅរបស់វត្តមិនមែនវត្តរក្សាលោកទេគឺលោកត្រូវរក្សាវត្តអញ្ចឹងបានន័យថាការរស់នៅរបស់លោកដែលនៅតាមវត្តអារាមនីមួយនេះវាតើតែមានការជ្រុំជ្រែងពីពុទ្ធបរិស័ទបើអត់មានពុទ្ធបរិស័ទជ្រុំជ្រែងដូចជាបងសម្របសម្រួលក៏បានលើកឡើងថានៅមិនទៅបើតែមួយអង្គពីរអង្គហើយការរស់នៅបរិស្ថានជុំវិញទាំងអស់វាអត់សូវមានបរិស័ទជាខ្មែរតាក់ទងនឹងសេចក្តីនេះថ្មចូលរួមទីមួយត្រូវនិមន្តព្រះសង្ឃឲ្យលោកទៅគង់នៅទីនោះដើម្បីគង់នៅទីនោះបានវាទាល់តែមានចេញជាលិខិតមួយច្បាស់លាស់បានន័យថាមានធម្មការនេះជាបង្គោលសម្រាប់គ្រប់គ្រងក៏ដូចជាចេញជាផ្លូវការសម្រាប់ការស្នាក់នៅរបស់ព្រះសង្ឃមួយទៀតថ្មយល់ស្របតាមថ្មស្ដាប់បំបញ្ញមិញលោកបណ្ឌិតបានមានប្រសាសន៍គឺត្រូវបើកនៅសាលាប៉ុន្តែត្រូវចាំថាបើកសាលាបល័យនេះបើលោកបណ្ឌិតមិនដែលបើកខាងហ្នឹងទេថ្មប្រាប់ថាត្រូវការឧបត្ថម្ភពីពុទ្ធបរិស័ទពួកព្រះសង្ឃអត់មានធូរស្រែទេអ
ចឹងបើអត់មានពុទ្ធបរិស័ទដើម្បីគ្រប់គ្រងឬក៏ផ្គត់ផ្គង់ដល់ព្រះសង្ឃទេព្រះសង្ឃអត់មានទៅធ្វើស្រែណាកើតទេពិតហើយបើមានសាលាបល័យនៅទីនោះវាជាសកម្មភាពមួយដ៏អស្ចារ្យបានន័យថាការរស់នៅតាមបន្ទាត់នៃព្រំដែនបើមានមនុស្សកុះកច្រើនមានទីផ្សារមានសាលាសម្រាប់លោកសិក្សារៀនសូត្រនៅទីនោះដែលតាក់ទងទៅនឹងការសាមគ្គីកន្លែងណាដែលមានការសិក្សារៀនសូត្ររបស់ព្រះសង្ឃច្រើនទីនោះហើយចាត់ទុកថាសាសនានៅកន្លែងនោះចាត់ទុកថាការចម្រុងចម្រើនក៏នៅកន្លែងនោះដែរមួយទៀតតាក់ទងទៅនឹងអាជ្ញាធរបើគ្រាន់តែតែងតាំងរូបឲ្យបញ្ជូនលោកទៅអត់មានការទៅអើតអត់មានទៅការរវាំងដល់ព្រះសង្ឃនៅទីនោះព្រះសង្ឃក៏លោកចេះខ្លាចដែរព្រោះលោកត្រូវការពារសុវត្ថិភាពអញ្ចឹងសំខាន់បំផុតគឺលោកអាជ្ញាធរដែនដីនៅទីនោះជាសំខាន់រឿងនេះអាត្មាបញ្ជាក់សម័យពុទ្ធកាលមានស្រាប់លោកបណ្ឌិតសម័យពុទ្ធកាលស្ដេចមួយឈ្មោះថាបសេនទីកុសលស្ដេចនឹងប្រើពាក្យអាក្រក់ថាស្ដេចពីលបន្តិចទៅចោះដោយសារបានឡើងសោយរាជហើយពេលហ្នឹងដោយសារតែមើលទៅឃើញថាព្រះសង្ឃអ្នកបុះក្នុងពុទ្ធសាសនានឹងរុងរឿងចម្រើនណាដើរតាមធម៌ដើរតាមវិន័យរបស់ព្រះអញ្ចឹងពួកអ្នកក្រៅសាសនាគឺពួកអាចារ្យហ្នឹងអត់ស្លៀកខោហ្នឹងហើយប្រទេសឥណ្ឌាគឺសបោះមួយទៀតពួកឥណ្ឌារដ្ឋីពួកមិឆាទិដ្ឋិដែលអញ្ចឹងវាចង់បង្អាប់ព្រះពុទ្ធសាសនាវាចង់បញ្ចុះតម្លៃព្រះពុទ្ធសាសនាឲ្យអន់ថយអន់ប្រជាប្រិយទៅវាមិនដឹងធ្វើយ៉ាងម៉េចពីព្រោះអ្នកទាំងអស់ហ្នឹងចិញ្ចឹមជីវិតដើរសុំគេដែរប៉ុន្តែចង់ធ្វើខ្លួនដូចជាព្រះសង្ឃដើម្បីដើរសុំគេដល់ទៅយូរទៅគេអត់ជ្រះថ្លាគេអត់ពេញចិត្តគេអត់ដាក់ឲ្យដល់អញ្ចឹងបានន័យថាពួកអាចារ្យទាំងអស់ហ្នឹងទៅខុបខិតសម័យបច្ចុប្បន្នពើពុកលួយហ្នឹងឯងគឺបានន័យថាយកលុយហ្នឹងទៅសោកនៅស្ដេចប្រសេនទីកុសលដើម្បីអីដើម្បីបង្ហូរនៅពួកអាចារ្យហ្នឹងទៅឲ្យរស់នៅចិត្តវត្តមួយដែលប្រសង់សិក្សារៀនសូត្ររាល់ថ្ងៃហ្នឹងហើយសួរថាគោលបំណងដែលធ្វើអញ្ចឹងដើម្បីអីថាដើម្បីឲ្យពួកអាចារ្យនឹងឯងទៅញោមញីពួកភិក្ខុសង្ឃដែលសិក្សារៀនសូត្រហ្នឹងអាហ្នឹងធម្មតាការរស់នៅទីណាក៏ដោយកន្លែងណាក៏ដោយយើងត្រូវការភាពស្ងប់ស្ងាត់មួយកន្លែងមួយដែលល្អប៉ុន្តែបើកន្លែងរៀននឹងឯងវាប្រកបទៅដោយភាពអាប់អួរមានពួកអ្នកយាយីនឹងកាន់តែច្រើនការសិក្សារៀនសូត្ររបស់ព្រះសង្ឃហ្នឹងបានន័យថាវាមានភាពចុះខ្សោយដល់អញ្ចឹងដើម្បីឲ្យអធិពលរបស់ព្រះសង្ឃនឹងចុះខ្សោយដើម្បីឲ្យព្រះសង្ឃចេញពីវត្តមួយហ្នឹងស្ដេចនឹងសុខចិត្តយកសំណូកគឺស៊ីលុយគេទៅដល់អញ្ចឹងបដ ாய் ឲ្យពួកអាចារ្យនឹងមកបៀតបៀនធ្វើបាបព្រះសង្ឃចូលប្រឡំខ្លួនធ្វើជាព្រះសង្ឃដែលបុះដែរពេលហ្នឹងព្រះសារីបុត្រនិងមោគលានបានចូលទៅដើម្បីទៅគល់ស្ដេចប្រសេនទីកុសលស្ដេចនឹងជជែកស្ដេចនឹងប្រកាន់មាននេះអញជាស្ដេចអត់ជួបសំបីលោកសង្ឃក៏ដោយមិនបាច់មកជួបអញបានព្រះលោកជាក៏ថាស្ដេចនឹងបាបកម្មដោយសារតែអត់មកជួបព្រះសង្ឃពួកព្រះសង្ឃលោកទៅអត់មានគោលបំណងថាលោកទៅធ្វើការបះបោរទៅធ្វើកុបកម្មឬក៏ធ្វើបាតកម្មអីទេគឺលោកទៅដើម្បីចរចាសុំជួបនៅស្ដេចនឹងហេតុអីក៏លោកធ្វើអញ្ចឹងអាហ្នឹងវិធីសាស្ត្រដោះស្រាយដល់ទៅសរីបុត្រនមោគលានលោកនិមន្តទៅដល់អញ្ចឹងស្ដេចនឹងអត់ព្រមចេញមកជួបទេអត់ព្រមចេញមកជួបព្រះលោកជាក៏ថាជាមើលស្ដេចនឹងបាបកម្មដោយសារតែមើលងាយនៅព្រះភិក្ខុសង្ឃយកពួកអាចារ្យនឹងឯងមកឲ្យរស់នៅជុំវិញបរិស្ថានវត្តដើម្បីបកចលាចលដល់ព្រះសង្ឃព្រះពុទ្ធលោកជាក៏តែថ្ងៃអនាគតស្ដេចប្រសេនទីកុសលនឹងសគត់ដោយអាក្រាតជាទីបំផុតគឺសគត់នៅលើផ្លូវស្រីស្នំធម្មតាបងពិធីកស្ដេចមួយពេលណាដែលសគត់គេមានរបៀបរៀបរយគេរៀបចំត្រឹមត្រូវមានកន្លែងមានអាសនៈត្រឹមត្រូវប៉ុន្តែដល់តែស្ដេចនេះបាបកម្មទី1ដោយសារភិក្ខុសង្ឃនឹងឯងទៅសុំជួបប៉ុន្តែអាជ្ញាធរគឺជាពិសេសស្ដេចនឹងអត់ចេញមកជួបនឹងបាបកម្មដល់ទៅទីបំផុតសគត់នៅលើកផ្លូវស្រីស្នំចឹងមែនមួយទៀតពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គយាងទៅលោកដឹងថាស្ដេចនឹងអត់មកជួបព្រះទេប៉ុន្តែព្រះលោកយាងទៅថាបំពេញតួនាទីកតបកិច្ចទី1និមន្តបានបាតផងហើយបើស្ដេចនឹងចេញមកក៏ដោយមិនចេញមកក៏ដោយប៉ុន្តែព្រះលោកជ្រាបដល់ព្រះនឹងលោកនិមន្តទៅស្ដេចនឹងអត់ចេញមកទៀតបាបកម្មពីរនឹងបានចុងក្រោយស្លាប់ទៅហើយដោយភាពអាក្រាតអាម៉ាស់ជាទីបំផុតរបស់ស្ដេចនេះពេលហ្នឹងព្រះសង្ឃសរីបុត្រនមោគលានលោកនិមន្តទៅមិនមែនលោកទៅធ្វើបាតកម្មទេគឺលោកទៅដោះស្រាយ
មិនលោកទៅធ្វើបាតកម្មនេះគឺលោកទៅនឹងដោយសន្តិវិធីគឺសុំចរចានិយាយគ្នាដោយត្រឹមត្រូវក្នុងនាមព្រះសង្ឃនិងពុទ្ធបរិស័ទនេះរឿងនេះតាក់ទងនឹងសេចក្តីនេះវាមានអំពីអតីតកាលកន្លងរួចមកហើយចំណែកឯវត្តបណ្ណាមយ៉ាងណាអាត្មាលើករឿងនេះមកដើម្បីជាកតិសម្រាប់ឲ្យប្រិយមិត្តអ្នកស្ដាប់ទាំងអស់ធ្វើការពិចារណានេះមួយទៀតតាក់ទងនឹងវត្តនេះអាត្មាសំស្របហើយព្រោះអាត្មាលើកបាញ់មិញហ្នឹងគឺក្នុងន័យថាអាជ្ញាធរបានន័យថាជាបង្គោលមួយដ៏រឹងមាំសម្រាប់ការពារព្រះសង្ឃនៅទីនោះទោះបីមានត្រាក្រហមចេញពីស្រេចសង្ឃនឹងទៅក៏ដោយទោះបីមានត្រាក្រហមនឹងចេញពីធម្មការស្រុកនឹងក៏ដោយឃុំនឹងក៏ដោយក៏ប៉ុន្តែបើគ្រាន់តែបញ្ជូនលោកទៅហើយអត់មានការរវាំងអត់មានការយកចិត្តទុកដាក់ទេដូចយកលោកនឹងទៅដាក់ចោលប្រកាសជាលោកនឹងអត់ហ៊ាននៅទេមួយទៀតតាក់ទងទៅនឹងរឿងនេះអាត្មាសូមថ្លែងអំណរអគុណដែរសមាគមខ្មែរកម្ពុជាក្រមបានហែកឋិនទៅគោលបំណងបើតាមអាត្មាជ្រាបនៅក្នុងសម្ដីរបស់វិទ្យុអេស៊ីសេរីបានលើកឡើងហ្នឹងគឺថាមានការរារាំងពីអាជ្ញាធរអញ្ចឹងអាជ្ញាធរហេតុអីបានរារាំងពីព្រោះកាលណាកសាងនៅកឋិនទានពេលណាដែលសន្សំលុយបានត្រូវការកសាងនៅវត្តហ្នឹងកន្លែងណាដែលបាក់បែកត្រូវការជួសជុលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គលោកឲ្យថែរក្សាព្រះសង្ឃមានតួនាទីសំខាន់ណាស់នៅក្នុងរឿងនេះអាត្មាលើកបន្តិចការសម្រេចរបស់សម្ដេចព្រះមហាសមេធាធិបតីព្រះសង្ឃនាយកគណៈមហានិកាយគឺលោកបានសម្រេចក្នុងរឿងមួយគឺអនុសាសន៍វចរៈលើកឡើងយើងចិត្តដល់មកអញ្ចឹងអាត្មាលើករឿងនេះបន្តិចចង់បញ្ជាក់ថាវត្តបណ្ណាមនេះទី1ព្រះសង្ឃមានតួនាទីសំខាន់ណាស់ជាពិសេសព្រះគ្រូចៅអធិការព្រះគ្រូចៅអធិការមានតួនាទីថែរក្សានៅវត្តអារាមនោះត្រូវដឹងអំពីវត្តនឹងមានតតឹងប្រមាណបដ ாய் ប្រមាណត្រូវដឹងពីទឹកចិត្តរបស់ពុទ្ធបរិស័ទនៅទីនោះហើយមួយទៀតព្រះសង្ឃហេតុអីបានជាវត្តអារាមហើយគេត្រូវការឲ្យមានរបងដើម្បីពាត់ជុំវិញទាំងអស់ពីព្រោះគេកំណត់ថាព្រំសីមាដែលមានបកូលកំណត់ព្រំដែនធ្វើរបងនោះគឺក្នុងន័យថាដីមួយដុំនោះឯងគឺជាដីដាច់អំពីអ្នកស្រុកទាំងអស់ដីមួយដុំនឹងអត់មាននរណាមួយដែលមកបៀតបៀនបានទេហេតុអីបានជាធ្វើរបងកុំឲ្យចំអៀតចង្អុលក្នុងការធ្វើរបងវត្តនឹងទៅទៀតគឺក្នុងន័យថារបងវត្តនេះគេធ្វើដើម្បីការពារហ្នឹងដើម្បីអីថាដើម្បីកុំឲ្យប្រជាជនដទៃនេះចូលមកយាយីបៀតបៀនណាវត្តណាដែលអត់មានរបងដោយសម័យបច្ចុប្បន្នសំបីដីវត្តក៏គេអាចយកបានដែរអញ្ចឹងយើងមើលអត់ឃើញបានជាព្រះលោកបញ្ញត្តិធ្វើវត្តធ្វើអារាមនេះគឺត្រូវមានរបងដើម្បីការពារព្រំដែនកំណត់សីមាឲ្យបានច្បាស់លាស់នេះលោកដិតចង់មានអីបន្ថែមលោកដិតនេះគឺធ្វើឲ្យកណាមានគំនិតហើយក៏ត្រឡប់ទៅវិញគឺមានគំនិតយុទ្ធសាស្ត្របន្ថែមទៅលើយុទ្ធសាស្ត្របាទគំនិតយុទ្ធសាស្ត្រឬផែនការយុទ្ធសាស្ត្ររបស់លោកអ្នកសុទូចបាទខ្ញុំគិតការអនុវត្តជាក់ស្ដែងហើយអាចធ្វើបានភ្លាមមិញនេះពីរឿងដែនសីមារបស់វត្តគឺតាមឯកសារដែលខ្ញុំកណាបានឃើញគឺវត្តហ្នឹងក៏មានទទឹង300ម៉ែត្របាទដោយ700ម៉ែត្រក៏ប៉ុន្តែអត់មានរបបហើយអត់មានបកគោលរបស់ដែលសីមានេះទៀតបាទចំណងសីមាហ្នឹងណាដូចជាដបងដៃជាមកខ្ញុំកណាស្នើទៅខាងគណៈកម្មការវត្តហ្នឹងគឺដបងដៃគឺសូមឲ្យខាងអញ្ញាធររួមជាមួយនឹងខាងធម្មការបាទគឺធម្មការស្រុកបាទហើយនឹងអញ្ញាធរមានខាងស៊ីវិលគឺឃុំបាទហើយនឹងកងទ័ពផងហើយនឹងខាងនគរបាលផងនោះបាទរួមនេះគឺកំណត់ដែរព្រំដែនបាទឲ្យច្បាស់លាស់សិនណាវត្តនោះហើយគឺពុទ្ធបរិស័ទណាមានសទ្ធាចាស់ថាក៏ជាសាសង្ឃរបងបដាទៅឬក៏បាច់អីគេដាំដើមឈើជាដែរដបងក៏បានដែរដបងដៃណាបាទយុទ្ធសាស្ត្រទី2គឺដែលត្រូវទៅអស់គ្នាហ្នឹងមិនមែនតែធម្មការទេក្រសួងពាក់ព័ន្ធហ្នឹងបាទហើយគឺកពូលគេហ្នឹងគឺរដ្ឋាភិបាលឬក៏ដែលដល់ខាងឧត្តមក៏ប្រសាការពារជាតិបាទត្រូវកំណត់ថាកន្លែងណាជាកន្លែងយុទ្ធសាស្ត្របាទហើយដើម្បីការពារទឹកដីផងហ្នឹងគឺត្រូវចាត់វិធានការពិសេសបាទ
គឺដែលក្រសួងប្រមាណត្រូវដែលសហការគ្នាបាទអញ្ចឹងគឺប្រហែលជាដាក់ឃុំទាំងឡាយបាទនៅដែលតាមព្រំប្រទល់ដែរជុំវិញប្រទេសកម្ពុជាហ្នឹងគឺជាដែលតំបន់យុទ្ធសាស្ត្រសម្រាប់ការពារជាតិហើយប្រហែលជាត្រូវការគ្រប់គ្រងបែបផែនពិសេសបាទថាគឺបើយល់ល្អគឺដូចជាដាក់ជាចំណុះដែលស្រុកមកមិនបាច់បោះឆ្នោតទេព្រោះកាលណាមានជនជាតិគេច្រើនអញ្ចឹងទៅបាទអាចតែមួយចំនួនពីរចំនួនទៀតគឺតែទៅជាខ្មែរប៉ុន្តែចិត្តគំនិតគេកែលោកមិននៅជាខ្មែរបាទអញ្ចឹងបាទម្ល៉េះហើយគឺការបោះឆ្នោតអីទៅគឺមានវិឃុំក្រុមប្រឹក្សាឃុំអីជាដែលជនជាតិនឹងទាំងអស់ទៅគាត់តែមានអត្តសញ្ញាណប័ណ្ណជាខ្មែរមានក៏ប៉ុន្តែគឺអញ្ចឹងណាមួយគេដែលគឺគេចាត់ការគ្រប់គ្រងអីទៅតាមរបៀបរបបដែលខាងវៀតណាមទៅយើងក៏មិនដឹងដែរដូចជាយុទ្ធសាស្ត្រគឺដែលប្រហែលជាផ្អាកដែលប្រជាធិបតេយ្យមូលដ្ឋានហ្នឹងបាទគឺដែលប្រហែលជាដាក់មកឲ្យគ្រប់គ្រងផ្ទាល់ពីដែលអភិបាលស្រុកបាទហើយអភិបាលស្រុកនៅតាមព្រំប្រទល់ដែនទាំងអស់គួរតែដាក់យោធាបាទហើយមុខនីតិមួយគឺការពីដែលព្រំប្រទល់ដែរបាទរបស់ស្រុកហ្នឹងបាទអរគុណគឺប្រហែលអញ្ចឹងបាទអរគុណលោកបណ្ឌិតដោយសារពេលវេលាខ្ញុំមានសំណួរមួយចង់សួរទៅលោកបណ្ឌិតសុកទូចលោកបណ្ឌិតសុកទូចតាក់ទងយុទ្ធសាស្ត្រការពីព្រំដែនហ្នឹងកន្លងមកយើងដឹងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ធ្លាប់ប្រហើបថាមានការលើកទឹកចិត្តឲ្យសាងសង់កាស៊ីណូហើយយើងសង្កេតឃើញជាក់ស្ដែងមានការលើកទឹកចិត្តឲ្យមានការវិនិយោគផ្នែកហ្នឹងមែនតាំងពីខេត្តរតនគិរីរហូតដល់កំពតយើងឃើញច្រកធំភាគច្រើនគឺថាមានសុទ្ធតែកាស៊ីណូហើយកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលើកឡើងថាការសង់កាស៊ីណូហ្នឹងដូចគឺជារបងមួយដែរដើម្បីរារាំងការរុលចូលរបស់បរទេសអញ្ចឹងតែខ្ញុំចង់សួរលោកបណ្ឌិតទៅវិញរវាងការសាងសង់កាស៊ីណូដើម្បីការពារព្រំដែនហើយការសាងសង់វត្តឬក៏ធ្វើឲ្យវត្តមានសភាពល្អនៅតាមព្រំដែនរវាងយុទ្ធសាស្ត្រពីរហ្នឹងតើលោកបណ្ឌិតយល់ថាយុទ្ធសាស្ត្រកាស៊ីណូហើយយុទ្ធសាស្ត្រសាងសង់វត្តមួយណាល្អជាងលោកបណ្ឌិតបាទសូមអញ្ជើញលោកបណ្ឌិតសុកទូចបាទតាមពិតយើងមានយុទ្ធសាស្ត្រ5ទី1យើងនឹងរៀបចំធ្វើផ្លូវដូចនៅខាងព្រំដែនខាងលិចបានន័យថាយើងឃើញហើយព្រំដែនខាងលិចយើងមានផ្លូវកស៊ូរហូតពីព្រំដែនឡាវដែលមាន803គីឡូម៉ែត្រហ្នឹងគឺយើងមានផ្លូវហ្នឹងអញ្ចឹងបានន័យថាយុទ្ធសាស្ត្រទី1យើងទៅធ្វើផ្លូវយុទ្ធសាស្ត្រទី2ទៅរុញសាលារៀនហើយនឹងមន្ទីរពេទ្យឲ្យទៅនៅជិតព្រំដែនយុទ្ធសាស្ត្រទី3ដោយលោកមានប្រសាសន៍មិញហ្នឹងគឺវត្តសំខាន់ណាស់វត្តហ្នឹងគឺយើងត្រូវតែធ្វើទៅដល់ទីនោះព្រោះវត្តដោយព្រះអង្គមានសង្ឃនិកាហ្នឹងគឺគណៈគ្រប់គ្រងប៉ុន្តែត្រូវតែពីមុនលោកអត់ដែលប្រើទូរស័ព្ទទេលោកអត់ដែលប្រើឡានទេហេតុអីព្រះអង្គនិមន្តតែដើរទេព្រោះហេតុអីប្រើក៏ចេះប្រែប្រួលបានក៏ហេតុអីក៏មិនព្រមរៀបចំរចនាសម្ព័ន្ធនឹងឲ្យវាមានខ្លាំងទៅដើម្បីជួយទាំងអស់ជួនកាលពីព្រោះចេះដឹងចេញពីវត្តចឹងឲ្យវត្តខ្លាយទៅជាអីទៅខ្លាយទៅជាបណ្ដុះគំនិតបណ្ដុះបញ្ញាញាណបណ្ដុះវប្បធម៌បណ្ដុះនៅទំនៀមទម្លាប់គឺចេញពីវត្តហ្នឹងហើយពីដើមសាលាគឺចេញពីវត្តហ្នឹងអញ្ចឹងតំបន់ហ្នឹងគឺយើងរុញវត្តចំណុចមួយទៀតដែលជាចំណុចចុងក្រោយគឺយើងមានព្រំដែនមួយច្បាស់លាស់ព្រំដែនច្បាស់លាស់អញ្ចឹងយើងត្រូវតែធ្វើកាលណាយើងមានព្រំដែនច្បាស់លាស់ហើយទើបយើងអាចធ្វើទៅតាមព្រំដែនបានពីព្រោះយើងនិយាយហើយថាកាលណាមិនទាន់បោះព្រំដែនទេមិនអាចធ្វើអីបានទេអញ្ចឹងយើងត្រូវរៀបចំបាទអរគុណលោកបណ្ឌិតឥឡូវសូមចុងក្រោយសូមជូនលោកបណ្ឌិតឡើងបង្ហាញបាទយើងមានការខ្វះខាតអំពីព័ត៌មានតិចបាទតាមដឹងគឺសូម្បីជនជាតិវៀតណាមក៏ជាពុទ្ធសាសនិកដែរហើយគេចូលរួមធ្វើបុណ្យទៅទានដែរដូចចេះបញ្ហាគឺប្រសងហ្នឹងតែហើយមួយទៀតតែដែលមានទីទានអីជាប្រគិនបដាដែរហើយដូចយើងទៅចឹងទៅគឺឃើញបាទមានជាយកទៅដែរក៏ប៉ុន្តែយកចេញមកវិញរឿងទីទានរឿងមហាប្រហែលជាមិនខ្វះទេបញ្ហារឿងចាក់ចែងគ្រប់គ្រងទេប្រហែលជាគ្រប់គ្រងហ្នឹងហើយពេលហ្នឹងគឺទៅខ្ញុំទៅហ្នឹងគឺគេដឹកចេញមកវិញហើយមួយទៀតគឺចេះលោកសង្ឃហ្នឹងគឺថាត្រូវតែបកកែខាងតាក់ទាញគឺឲ្យដែលថាសមាហនកម្មមកវិញគឺថាណាជុំបែជនជាតិវៀតណាមក៏ដោយបាទហើយដបងដៃហ្នឹងអាចធ្វើបានគឺផ្ទះអស់ពីដើមគេដាក់មិនទេផ្ទះមួយនៅតាមព្រំប្រទល់ដែរនឹងមានទង់ជ័យខ្មែរបាទខ្ញុំឆ្ងល់មិនបាត់ទៅខ្ញុំដែរទៅបរិជ័យក៏ខ្ញុំទៅនៅជាយុវជនបាទហើយឃើញតែគេដាក់ទង់ជ័យខ្មែរគ្រប់ផ្ទះមានន័យថាហ្នឹងគឺដែនដីខ្មែរបាទអញ្ចឹងអានេះដបងដៃអាចធ្វើចឹងបានហើយប្រធាន